មែនតើយើងគាត់តែឃើញគ្រឿងផ្សំប៉ុណ្ណឹងក៏យើងដឹងថាថ្ងៃនេះនឹងស្លោយដែរសូមទស្សនាទាំងអស់គ្នាបើទឹកដើម្បីធ្វើស្តុកដាក់ crush ខ្ទឹមក្រូចម៉មស្រស់ដាក់ម្ជូរអំបិលដាក់ក្បាលបង្គានិងសបកបង្គាចូលបន្តទៀតនេះគឺយើងធ្វើទឹកស្តុកដែលចេញពីក្បាលបង្គាជាមួយនឹងសបកបង្គាដើម្បីធ្វើជាទឹកស៊ុបនៅក្នុងស្លមួយមុខនេះហើយនៅក្នុងនោះគឺយើងដាក់គ្រឿងផ្សំដែលបានឃើញហើយមានដូចជាខ្ទឹមស្លឹកក្រូចដូចជាម្អមហើយនិងអំបិលខ្ចីដើម្បីបន្ថែមរសជាតិនៅក្នុងស្លម្ជូរមួយនេះដាក់អំបិលម្សៅប្រហុកយើងដាក់បន្តិចដើម្បីយកក្លិននិងអែមទឹកត្រីចូលចេងតែទៅស្លមួយចាននេះគឺជាស្លមួយដែលភាគច្រើនប្រជាជនខ្មែរយើងតាមជនបទតាមស្រុកស្រែចម្ការជាពិសេសរដូវកាលនេះគឺរដូវកាលច្រូតកាត់រួចគាត់រកហូបអាហារបានតាមវាស្រ័យដូចជាតាមខ្យងអញ្ចឹងគាត់យកមកស្លជាមួយនឹងផលិតគឺនិយាយថាវាដោះគ្រប់ទីកន្លែងតាមស្ទឹងបឹងអូឬតាមជនបទដូចនេះប្រជាជនខ្មែរនៅតាមជនបទគាត់ស្លបំហូបមួយនេះច្រើនបើកភ្លើងដើម្បីឲ្យផ្ទះក្តៅយើងដាក់ខ្លាញ់បន្ទាប់មកយើងស៊ីជាមួយនឹងបង្គាក៏ដូចជាផលិតដើម្បីយកទៅរៀបនៅលើចានពេលនេះយើងស៊ីរួចរាល់ហើយset up ចាន